បាទសួស្តីហើយថ្ងៃនេះយើងរៀនអំពី der die das ដដែលប៉ុន្តែថែមទៅជាពហុវចនៈគឺ plural អញ្ចឹងយើងមើលថាតើគេថែមទៅជាយ៉ាងម៉េចបានវាទៅជា plural បានអញ្ចឹងយើងមើលទាំងអស់គ្នាបងប្អូននេះអញ្ចឹងខ្ញុំទៅសេខាងក្រោមនេះខ្ញុំសេថា der die das und der Plural ហើយនឹងពហុវចនៈអញ្ចឹងយើងមើលទាំងអស់គ្នា Artikel und Mehrzahl auf Deutsch ពន្យល់ជាភាសាខ្មែរមានន័យថា Artikel ហើយនឹងពហុវចនៈនៃភាសាអាល្លឺម៉ង់ណាបងប្អូនអញ្ចឹងគឺ bestimmte Artikel singular ហើយនឹង article បកប្រែទៅគឺ article ជាក់លាក់ចំនួនឯកវចនៈណាបងប្អូនអញ្ចឹងយើងមើល genus ប្រែថាភេទ article ប្រែថា article ខ្ញុំអត់បកប្រែទេ Beispiel ឧទាហរណ៍ Deutsch ហើយនឹងខ្មែរអញ្ចឹង masculine គឺជាភេទប្រុស der Mann បុរស feminine article die Frau ស្ត្រីភេទខ្ទើយ das Kind កូនក្មេងបាទអញ្ចឹងយើងមើលទៅទំព័រថ្មីមួយទៀតអានេះគឺចំនួនឯកវចនៈទេបងប្អូនគឺចំនួន1គឺវាមាន der die ឬក៏ das នៅពីខាងមុខណាដល់ពេលទៅជាពហុវចនៈគឺចង់មានន័យថាវាត្រូវថែម article die ជានិច្ចណាបងប្អូនឲ្យតែពហុវចនៈគឺ die អញ្ចឹង der Mann វារត់ទៅជា die Männer អញ្ចឹង Mann នេះគឺទៅជា Männer ហើយ der ទៅជា die Frau វាទៅជា die Frauen គឺវាប្រែខ្លួនពី man ទៅជា Männer ពី Frau មកជា Frauen វិញមួយទៀត das Kind ទៅជា die Kinder ប្រែថាកូនក្មេងស្ត្រីច្រើនហើយនិងបុរសច្រើនមួយទៀតអ្វីដែលយើងគួរចងចាំគេថា wichtige Hinweise សេចក្តីណែនាំដែលគួរឲ្យចងចាំនោះគឺនៅក្នុងពហុវចនៈ article គឺតែងតែមានភេទ die ជានិច្ចណាបងប្អូនចាំមានន័យថាឲ្យតែពហុវចនៈគឺមាន article die ជានិច្ចសម្រាប់ article ជាក់លាក់វាមិនខ្វល់ទេគេថា egal ob das Nomen im Singular der die das der ឬក៏ die ឬក៏ das គេថាវាមិនខ្វល់ពី article der ឬក៏ article die ឬក៏ article das នៅក្នុងចំនួនឯកវចនៈទេប៉ុន្តែនៅពេលដែលវារត់ខ្លាយទៅជាពហុវចនៈគឺវាប្រែខ្លួនពីអាហ្នឹងគឺមក die ទាំងអស់បាទគេថា die Form des Nomens មានន័យថាទម្រង់នៃនាមនោះគឺពាក្យនោះគឺ ändert sich មានន័យថាវាប្រែខ្លួនជាទូទៅគឺភាគច្រើន mit ជាមួយនឹង an ឬក៏ ar ឬក៏ umlaut បូកជាមួយនឹង a umlaut o umlaut ហើយនឹង u umlaut ណាគឺវាប្រែคล้ายទៅជាអញ្ចឹងអញ្ចឹងយើងមើលឧទាហរណ៍គេថា Beispiele mit Khmer-Übungsគេថា Beispiel mit Khmer-Übersetzung ឧទាហរណ៍ជាមួយនឹងភាសាខ្មែរបកប្រែជាភាសាខ្មែរ der Hund ទៅជាភេទរបស់វាគឺ der គឺដល់ពេលពហុវចនៈគឺ die Hunde អញ្ចឹងវាថែម a នៅកន្ទុយនេះបងប្អូនណាអញ្ចឹង article វាគឺ die នេះឆ្កែទៅជាឆ្កែច្រើន die Blume អញ្ចឹងវា die ស្រាប់ហើយអញ្ចឹងក៏វារត់ទៅ die ដែរ die Blumen ផ្កាច្រើន
das house das ប៉ុន្តែដល់វារត់คล้ายទៅជាពហុវចនៈគឺ die Häuser នេះអញ្ចឹងផ្ទះច្រើនណា Zusammenfassung សេចក្តីសង្ខេប der Tisch die Lampe das Auto នេះគឺសម្រាប់ចំនួនឯកវចនៈនៅខាងនេះខាងឆ្វេងដៃបន្ទាប់មកគឺនៅខាងស្ដាំដៃនេះគឺជាចំនួនពហុវចនៈder Tisch ទៅជា die Tische die Lampe នៅតែ die ដដែលគឺ die Lampen das Auto ទៅជា die Autos អូខេសូមបងប្អូនចងចាំទាំងអស់គ្នា plural immer die មានន័យថាគុណarticle សម្រាប់ពហុវចនៈគឺតែងតែ die ជានិច្ចណានេះ article ជានិច្ចគឺ die អរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាសូមបងប្អូនជួបតែសេចក្តីសុខនិងរៀនពូកែទាំងអស់គ្នាអរគុណច្រើនជម្រាបលា